យើងធ្លាប់បានឃើញនៅ YouTuber ល្បីៗទាំងនៅក្នុងស្រុកយើងទាំងនៅក្រៅស្រុកដូចជា Mr Beast អីយើងដឹងហើយគឺ YouTuber ណាគេក៏ស្គាល់គាត់ដែរហើយថាតើពួកគាត់ដែលយើងបានស្គាល់ហ្នឹងថាគាត់ដំបូងឡើយហ្នឹងគាត់ល្បីយ៉ាងហ្មងឬក៏មិនអញ្ចឹងថាតើគាត់ដែលយើងស្គាល់គាត់ហ្នឹងក៏ពិតគាត់ល្បីហើយត្រូវយើងមិនតាមដានគាត់តាំងពីគាត់ចាប់ផ្ដើមពី0ពីដំបូងយើងដឹងថាគាត់ជួបឧបសគ្គអីខ្លះវីដេអូទី1របស់គាត់ផលិតពីអីគេហើយបានមានការចាប់អារម្មណ៍មានការស្គាល់រាប់លានអ្នកទូទាំងពិភពលោកអីចឹងទៅអញ្ចឹងថ្ងៃណាមួយហ្នឹងយើងក៏ចង់កើត YouTube ដូចគាត់ដែរយើងក៏ចង់ល្បីដូចគាត់ដែរក៏ប៉ុន្តែយើងសួរខ្លួនឯងថាតើយើងជាណាគេយើងជាមនុស្សធម្មតាហ្នឹងអត់ល្បីហូរហ្នឹងហើយយើងទៅផលិតវីដេអូទៅ post វីដេអូអញ្ចឹងមានអ្នកគេមើលអត់ល្បីហងហើយអញ្ចឹងគេតាមដានយើងធ្វើអីចឹងអាហ្នឹងវាគឺជាគំនិតមួយដែលដំបូងឡើយយើងគិតថាយើងចង់ផលិតវីដេអូដែរក៏ប៉ុន្តែក៏មានភាពលេះការរារាំងគំនិតអវិជ្ជមានជាច្រើនហ្នឹងមករារាំងយើងព្រោះអីយើងគឺប្រកែខាងរោអីដែលមករារាំងយើងប្រកែខាងរោហេតុផលអីការរិះគន់ពីអ្នកដទៃឬក៏គំនិតអវិជ្ជមានទាំងអស់ហ្នឹងឯងដែលរារាំងយើងប្រកែខាងរោគំនិតអវិជ្ជមានចុះយើងមិនរោគំនិតអវិជ្ជមានតិចតួចដើម្បីយើងមានកម្លាំងចិត្តនៅក្នុងការចាប់ផ្ដើមធ្វើវាចឹងចំណុចទូចបានហើយបើថាយើងបកកែខាងរោចំណុចអាក្រក់ដែលមករារាំងយើងគឺយើងបង្វែរវាបំផ្លាញវាទៅជាគំនិតវិជ្ជមានគឺជាការតម្រុញទឹកចិត្តយើងវិញឲ្យការខិតខំប្រឹងប្រែងហើយចាប់ផ្ដើមធ្វើវាពីចំណុចតូចៗហ្នឹងទៅតែម្ដងអញ្ចឹងយើងចាប់ផ្ដើមសួរថាតើមនុស្សធម្មតាមនុស្សសាមញ្ញដូចយើងអាចផលិតវីដេអូនៅក្នុង YouTube បានដែរឬអត់ឬក៏តើក្នុងនាមយើងគឺជាមនុស្សធម្មតាមនុស្សសាមញ្ញហ្នឹងគួរតែមាន channel YouTube ផ្ទាល់ខ្លួនហើយផលិតវីដេអូខ្លួនឯងបានដែរឬអត់អញ្ចឹងចម្លើយគឺនៅក្នុងវីដេអូនេះខ្ញុំជម្រាបសួរនិងសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ DJ Podcast អេពីសូតទី14ចាំមកអ្នកនរគ្នាអត់ស្គាល់ទេខ្ញុំឈ្មោះសៀនហើយខ្ញុំរៀនចប់ផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទសិល្បៈអញ្ចឹងថ្ងៃហ្នឹងយើងនិយាយតាក់ទងជាមួយថាតើយើងមនុស្សធម្មតាសាមញ្ញហ្នឹងគួរតែមាន YouTube Channel តខ្លួនម្នាក់មួយឬអត់ចឹង YouTube Channel តខ្លួនហ្នឹងគឺមិនមែនជាគណនីសម្រាប់តែតាមដានវីដេអូ idol យើងតាមដានសម្រាប់រឿងមើល podcast ស្ដាប់ចម្រៀងអីហ្នឹងទេគឺសម្រាប់ខ្លួនយើងគឺជាអ្នកផលិតវេទិកាខ្លួនឯង original ខ្លួនឯងនៅក្នុង platform មួយនឹងដែរអញ្ចឹងយើងក្នុងនាមយើងអាចនិយាយថា YouTuber ម្នាក់ដែរនៅក្នុង platform មួយដែលពិភពលោកយើងមានការទលំទលាយនៅក្នុងការប្រើប្រាស់ក្នុងការទស្សនា free ក្នុងការមានបង្កើតកណន័យខ្លួនឯងផុសខ្លួនឯង free អត់មានត្រូវការបងថ្លៃគិតលុយអីទេវាដូចតែ Facebook ចឹងដែរគាត់ថា YouTube វាគឺជា platform មួយសម្រាប់យើង post វីដេអូវែងអីចឹងទៅហើយបែបជា landscape ផ្ដេកអីចឹងទៅបើ Facebook វាផុសបញ្ឈរ TikTok ផុសបញ្ឈរអីចឹងទៅអញ្ចឹងខ្ញុំចាត់ទុកថា YouTube វាគឺជា platform មួយគឺជាវេទិកាមួយសម្រាប់ខ្ញុំធ្វើការសម្ដែងអញ្ចឹងបើយើងថាវាជាវេទិកាយើងធ្វើការសម្ដែងឬយើងធ្វើការចែករំលែកចំណេះដឹងរបស់យើងអីដែលយើងចង់បង្ហាញទៅអ្នកដទៃនឹងទៅសម្រាប់អ្នកទស្សនារបស់យើងនឹងទៅអញ្ចឹងបើអ្នកចម្រៀងគេយក YouTube ធ្វើជាកន្លែងវេទិកាដែលគេច្រៀងអីចឹងទៅបើអ្នកបង្រៀនដូចជាគ្រូអញ្ចឹងគាត់យកវាធ្វើជាកន្លែងថ្នាក់រៀនអីចឹងទៅអញ្ចឹងវាមានច្រើន category វាមានច្រើនខ្លាំងមែនទែនទៅមានទាំង entertainment មានទាំង comedy មានទាំង education ការអប់រំផ្សេងគឺច្រើនមែនទែនស្រាប់តែអ្នកទស្សនានឹងគាត់ចូលចិត្តប្រភេទណាចឹងទេព្រោះអីដោយសារតែ YouTube វាមានalgorithm វាមាននៅលើ scroll ហ្នឹងវាមានបង្ហាញនៅអីដែលយើងចូលចិត្តគឺវាជំរុញវីដេអូបែបហ្នឹងមកយើងមើលកាន់តែច្រើនទៀតអញ្ចឹងវាឆ្លាតត្រង់ហ្នឹងអញ្ចឹងបើយើងចូលចិត្តមើលអីគឺលើ YouTube របស់យើងឃើញតែបែបអញ្ចឹងឯងអញ្ចឹងហើយជាពិសេសchannel ដែលយើងបាន subscribe ហ្នឹងគឺនឹងឃើញរហូតដល់ពេលដែលគាត់ post ចឹងអាហ្នឹងវាជាចំណុចល្អមួយដែលថាវីដេអូដែលយើងផលិតមកគេចូលចិត្តគេចង់តាមដានគេនឹង subscribe យើងអញ្ចឹងលើក្រោយគេនៅតែតាមដានយើងបន្តទៀតចឹងហើយមានការ subscribe ឡើងចំនួនកាន់តែច្រើនទៅថែមទាំងវាគ្រប់គោលការណ៍ YouTube អាចរកលុយបានថែមទៀតផងចឹងអាហ្នឹងវាខ្ញុំគិតថាវាជាចំណុចមួយដែលអ្នកនរគ្នាគួរតែមានហើយនិយាយដល់ចំណុចហ្នឹងគឺថ្ងៃអនាគតយើងទៅថ្ងៃអនាគតទៅយើងដឹងទេថាវានឹងមានការរីកចម្រើនធំប៉ុណ្ណាទៀតគឺនៅស្រុកខ្មែរយើងហ្នឹងអញ្ចឹងយើងគួរតែចាប់ផ្ដើមឥឡូវទៅវាមិនតាន់ខាត់ពេលទេទោះជាវានៅរីងតឹងបន្តិចឬក៏រលុយបានបន្តិចប៉ុន្តែយកដឹងថាថ្ងៃអនាគតថ្ងៃខាងមុខទៅវានឹងរីកចម្រើនធំប៉ុណ្ណាទេអញ្ចឹងវាជាការចាប់ផ្ដើមដ៏ល្អមួយគឺឥឡូវហ្នឹងហើយចាប់ផ្ដើមទៅបើសិនជាយើងអត់ទាន់យល់ថា platform ហ្នឹងវាមានការប្រើប្រាស់របៀបម៉េចគឺមានវីដេអូបរិញ្ញច្រើនខ្លាំងមែនតើអញ្ចឹងយើងរៀនទៅហ្នឹងលើអាស្រ័យលើយើងទេថាអញ្ចឹងចង់ធ្វើវាអត់ទេយើងតាក់ចិត្តរៀនលើវាហើយបង្កើតខ្លួនឯងនឹងអត់ទេអញ្ចឹងមានច្រើនណាស់ដែលគេបរិញ្ញមានទាំងខ្មែរមានទាំងបរទេសដែលគាត់បរិញ្ញទៅបើយើងអត់តន់យល់យើងចាប់ផ្ដើមមើលពីខ្មែរយើងទៅគាត់បញ្យល់ក្បោះក្បាយដូចតែនៅបរទេសចឹងដែរទេហើយណាមួយគាត់នៅស្រុកខ្មែរយើងស្រាប់ចឹងយើងដឹងថាអូវាដើមមិនអីចឹងទៅ YouTube នៅស្រុកខ្មែរយើងចឹងទៅអញ្ចឹងខ្ញុំឃើញមានច្រើនហើយខ្ញុំក៏បានមើលពីពួកគាត់ខ្លះដែរអញ្ចឹងដូចខ្ញុំលើកឡើងអញ្ចឹងថាវាគឺកន្លែងដែលវេទិកាសេរីទីផ្សារសេរីអញនិយាយបានថាទីផ្សារដោយសារតែវាអាចរកចំណូលបានថែមទៀតផងយើងអត់ចង់និយាយថាវាងាយស្រួលអីទេក៏ប៉ុន្តែបើសិនជាយើងខំប្រឹងវីដេអូរបស់យើងមានការទស្សនាច្រើនវាមានប្រយោជន៍ដល់អ្នកដទៃគេនឹងតាមដានយើងកាន់តែច្រើនអញ្ចឹងតាមនឹងទៅអញ្ចឹងវាអាចមានឱកាសមួយអាចរកចំណូលតាមបានពីវាថែមទៀតផងអានឹងគេហៅថាចំណូលបន្តបន្សំអីចឹងបន្ទាប់យើងធ្វើការអញ្ចឹងអាហ្នឹងកន្លែងដែលយើង
banបញ្ចេញសមត្ថភាពខ្លួនឯងយើងនិយាយចឹងមកអាចបញ្ចេញអារម្មណ៍ខ្លួនឯងបញ្ចេញការគិតខ្លួនឯងនៅនឹងហើយសម្ដែងនៅនឹងហើយគឺយើងទទួលបាននៅចំណូលអញ្ចឹងវាពិតជារឿងដែលឈ្នះឈ្នះទាំងអស់គ្នាអញ្ចឹងណាអញ្ចឹងវាអីដែលសំខាន់គឺពេលវេលាតែយើងដាក់ចិត្តទាញពេលវេលាណាមួយដើម្បីអង្គុយចុះហើយរៀនពីវាទេអាហ្នឹងគឺសម្រាប់លើខ្លួនយើងការគិតរបស់យើងការសម្រេចចិត្តរបស់យើងម្នាក់ម្នាក់ទេអាហ្នឹងអញ្ចឹងដូចខ្ញុំអញ្ចឹងជាក់ស្ដែងគឺខ្ញុំយកវាគឺជាកន្លែងដែលខ្ញុំអាចស្វែងរកខ្លួនឯងដោយសារតែខ្ញុំចូលចិត្តមើល YouTube ជាង platform ផ្សេងៗខ្ញុំចូលចិត្តមើល YouTube ពីអ្នកដែលខ្ញុំពីចំណង់ចិត្តរបស់ខ្ញុំអ្នកដែលគាត់ធ្វើវីដេអូស្តៀងនឹងអ្វីដែលខ្ញុំចូលចិត្តមើលចឹងទៅ YouTube វារុញមកទៅដែរហើយយើងដឹងហើយ creator អ្នក YouTuber គាត់ផលិតថ្ងៃហ្នឹងគាត់ផលិតរាប់លានអ្នកចឹងទៅយើងអត់ដឹងថាអ្នកណានឹងអាចល្បីម្នាក់ទេឬក៏វីដេអូមួយហ្នឹងវាអាចនឹងមានគេចូលចិត្តច្រើនការនិយាយរបស់គាត់ share ចែករំលែករបស់គាត់ហ្នឹងគេចូលចិត្តបែបអញ្ចឹងគាត់នឹងមានគេទស្សនាកាន់តែច្រើនហើយគឺគាត់ធ្វើត្រូវបាន YouTube រុញមកច្រើនជាងគេឃើញច្រើនជាងគេចឹងទៅចឹងមានច្រើនមែនតើអញ្ចឹងយើងចេះតែមើលទៅយើងមើលមួយណាដែលយើងចូលចិត្តយើងមានជំរើសច្រើនខ្លាំងមែនតើយើងមិនថាយើងចាំមើលតែម្នាក់ហ្នឹងតែពេលខ្លះអ្នកខ្លះគាត់ថាអូម្នាក់ហ្នឹងខ្ញុំចូលចិត្តមើលម្នាក់ហ្នឹងរបៀបដែលខ្ញុំចង់បង្ហាញរបៀបដែលខ្ញុំចង់ផលិតគឺដូចម្នាក់ហ្នឹងអញ្ចឹងខ្ញុំមើលតែម្នាក់ហ្នឹងអញ្ចឹងទៅអញ្ចឹងដូចខ្ញុំអញ្ចឹងខ្ញុំមានពីរបីនាក់ដែរវាមិនច្រើនពេកទេពេលខ្លះច្រើនពេកទៅធ្វើឲ្យយើងវល់ដែរអញ្ចឹងយើងតាមដានអ្នកណាដែលយើងចូលចិត្តថាវីដេអូដែលយើងចង់ផលិតហ្នឹងស្តៀងទៅគាត់ឬយើងចង់រៀនតាមគាត់រៀនផលិតតាមគាត់អញ្ចឹងទៅអញ្ចឹងវាអត់មានអីជាការខុសទេដែលយើងចង់រៀនហើយយើងចម្លងហ្នឹងយើងយកមកច្នៃធ្វើខ្លួនឯងដូចដែលខ្ញុំតែតែលើកឡើងជារឿយៗនៅក្នុងសភៅមួយក្បាលដែលខ្ញុំស្រឡាញ់ជាងគេហ្នឹងសភៅ Still Like an Artist ហ្នឹងគឺសភៅដែលចម្លងដោយស្ថាបត្យករសម្លងឲ្យដោយសិល្បករអញ្ចឹងយើងដឹងហើយសិល្បៈគឺវាមានទម្រង់ច្រើនណាវាមានការទលំទលាយក្នុងការច្នៃរបស់គេឲ្យខ្លាចជារបស់ខ្លួនឯងមិនមែនជា copy ចម្លងឲ្យច្នៃមិនមែនយកមកទាំងដុលហើយទៅដូចទាំងអស់ហើយខ្ញុំជឿថាយើងអាចធ្វើដូចគេបានជា robot អីដូចគេបាន 100% ទេអញ្ចឹងយើងយកមកយើងកែច្នៃទៅយើងរៀនពីគេហើយបន្តមកយើងនឹងស្វែងរកខ្លួនឯងអញ្ចឹងបាទខ្ញុំយកវាមករៀនហើយរៀនធ្វើខ្លួនឯងអញ្ចឹងខ្ញុំដឹងថាថ្ងៃណាមួយខ្ញុំនឹងស្វែងរកខ្លួនឯងឃើញអីដែលភាព unique របស់យើងម្នាក់យើងគឺមានភាព unique ម្នាក់រៀងខ្លួនអញ្ចឹងចំណុចទី2តទៅជាមួយនឹងទំនាក់ទំនងនៅពេលដែលយើងមាន platform ហ្នឹងយើងធ្វើការចែករំលែកហើយទៅក៏មានអ្នកដទៃទៀតក៏គាត់មានការគិតស្តៀងយើងគាត់មានអារម្មណ៍អីស្តៀងយើងអ្វីដែលយើងចែករំលែកអញ្ចឹងយើងដឹងហើយថាប្រធានបទដែលយើងលើកឡើងមកគឺវាអត់ដូចគ្នាហ្មងទេអ្នកខ្លះគាត់និយាយទៅមួយផ្លូវចិត្តសុខអីចឹងទៅហើយម្នាក់ហ្នឹងក៏គាត់ចូលចិត្តតាមដានបែបសុខភាពផ្លូវចិត្តអីចឹងគាត់មើលវីដេអូម្នាក់ហ្នឹងហើយម្នាក់ទៀតគាត់សម្រាយរឿងអីចឹងទៅហើយគាត់ចូលចិត្តមើលម្នាក់ហ្នឹងសម្រាយហើយមានអ្នកផ្សេងច្រើនទៀតវាខ្លះប្រធានបទតែមួយហ្នឹងមានអ្នកនិយាយ4 10 20អ្នកអីចឹងទៅប៉ុន្តែសំខាន់អាស្រ័យលើថាតើគុណភាពរបស់យើងឬក៏ការចែករំលែករបស់យើងចំណេះដឹងរបស់យើងដែលបានចែករំលែកហ្នឹងវាតាក់ទាញគេជាងអ្នកដទៃផ្សេងទៀតអត់ហើយចឹងទៅក៏វាបង្កើតសម្រាប់អ្នកដែលធ្វើ YouTube ដំបូងគាត់ចេញមកគឺគាត់ដឹងតែឯងហើយគាត់អត់មានការស្គាល់មានអីទេប៉ុន្តែគាត់អាចបង្កើតទំនាក់ទំនងបានដោយការធ្វើផលិតវីដេអូរបស់គាត់នឹងឯងគឺស្រាវជ្រាវហើយក៏គាត់បានផលិតវីដេអូរបស់ខ្លួនឯងហ្នឹងទៅលើ YouTube ហ្នឹងក៏មានអ្នកដទៃទៀតគឺមានការគិតការអីស្តៀងគ្នាហើយក៏ការតំណែងគ្នាមកកាត់ជាសហគមន៍អញ្ចឹងទៅអ្នកខ្លះគាត់ល្បីហើយយើងចង់ស្គាល់គាត់អញ្ចឹងតែយើងជា YouTuber ដែលទូចមួយទេតែគាត់ក៏អត់អ្នកដែលល្បីហ្នឹងក៏គាត់អត់មានការរើសអើងអីដែរទេក៏គាត់បើកចិត្តក្នុងការចែករំលែកចំណេះដឹងរបស់គាត់នៅពេលដែលយើងសួរគាត់ទៀងទៅថាអូបងខ្ញុំទៅចាប់ផ្ដើមចេះខ្ញុំគួរធ្វើមិនអញ្ចឹងគាត់ក៏មានការចិត្តល្អប្រាប់មកយើងវិញគាត់មានការរើសអើងអីទេហ្នឹងវាគឺជាការមានទំនាក់ទំនងមួយដែលយើងអាចថាអូនៅពេលដែលយើងចាប់ផ្ដើមផលិតវីដេអូហ្នឹងទៅយើងក្លាហានអ្នកផ្សេងគេមើលមកទៅក៏ថាកូនហ្នឹងវាមានគេថា potential អីចឹងវាមានសក្តានុពលមានភាពក្លាហានមានចំណេះដឹងនៅពេលដែលយើងផលិតវីដេអូយើងដឹងតែមានអីមកចែករំលែកអញ្ចឹងអីដែលចែករំលែកហ្នឹងគឺជាការគិតរបស់យើងសភៅដែលយើងអានវីដេអូដែលយើងបានមើល podcast ដែលយើងបានស្ដាប់ចម្រៀងយើងបានស្ដាប់អីចឹងទៅទាំងអស់ហ្នឹងហើយតែយើងយកវាមកធ្វើជារបស់ខ្លួនយើងចែករំលែកទៅដល់អ្នកដទៃយើងច្នៃវាហើយចែករំលែកតាមបែបតែប្រធានបទដែលយើងចង់ចែកហ្នឹងទៅអញ្ចឹងអានឹងជាការស្រាវជ្រាវរបស់យើងហើយដែលយើងបានមកពីគំនិតទាំងអស់ហ្នឹងហើយដែលយើងមានដាំនៅក្នុងខ្លួនយើងពីអានេះបន្តិចហ្នឹងហើយទៅបញ្ចេញអាភាពច្នៃប្រឌិតរបស់យើងហ្នឹងទៅចូលវីដេអូរបស់យើងក៏គេគិតថាអូកូននេះមានការប្រឹងប្រែងមានការឈ្មោះឈ្មោលក្នុងការចង់ចេះចង់ដឹងអីចឹងទៅហើយទៅក៏ផលិតវីដេអូខ្លួនឯងអញ្ចឹងគេអត់មានការប្រកាន់រិះគន់ថាទូចមួយមានណាគេស្គាល់ហងអីចឹងអត់ទេគឺនោះយើងគឺមានទំនាក់ទំនងល្អមិនរើសអើងគ្នានឹងខ្ញុំនិយាយមកបែកភាគធំភាគច្រើនណាតែគាត់អត់មានការរើសអើងអីចឹងទៅគឺគាត់ចែករំលែកយើងអញ្ចឹងមានតំណែងទៅគ្នាជាមួយអ្នកផ្សេងទៀតដែលគាត់មានការគិតមានអីស្តីយើងអញ្ចឹងទៅពេលខ្លះវីដេអូដែលយើងផុសទៅអ្នកផ្សេងគាត់អាចយល់ស្របមកយើងថាអូខ្ញុំអញ្ចឹងដែរអីអញ្ចឹងទៅក៏មានការ comment ឆ្លើយឆ្លងគ្នាវាបង្កើតបានជាតំណែងទំនងហើយអ្នកខ្លះទៀតគាត់ថាអូខ្ញុំអត់អញ្ចឹងផងខ្ញុំអត់យល់ស្របនឹងទេគាត់អាចបញ្ចេញមកដែរហ្នឹងក៏វាជាការឆ្លើយឆ្លងគ្នាហើយមនុស្សយើងម្នាក់គឺវាអត់មានគំនិតដូចគ្នាទេគ
កំណត់គឺផ្សេងគ្នាទាំងអស់มันមានន័យថាយើងទាំងអស់គ្នាកំណត់ដូចគ្នាទាំងអស់ទេអញ្ចឹងដូចសភៅរបស់និពន្ធខ្មែរយើងគាត់មានឈ្មោះថាមនុស្ស100នាក់គំនិត1000ដោយលោកឈុំសីហាហ្នឹងគាត់លើកឡើងមកដែរថាអញ្ចឹងមនុស្សយើងម្នាក់អាចមានការគិតដូចគ្នាទេអញ្ចឹងយើងកុំទៅខ្វល់ថាអូខ្ញុំអ្នកនោះគិតដូចខ្ញុំហ្នឹងហើយខ្ញុំធ្វើស្អីទៀតណាវានៅតែមានមួយក្រុមទៀតដែលគេគិតដូចយើងអញ្ចឹងយើងអាចទុកមួយក្រុមហ្នឹងវាជាសហគមន៍បង្កើតដែលមនុស្សដែលមានគំនិតស្តីគ្នាហើយបន្តបណ្ដុះបណ្ដាលបន្តការតំណែងមួយនឹងហើយថែមទាំងអាចពួកគាត់គិតថាអូខ្ញុំចង់ធ្វើវីដេអូដែរស្តីយើងអីចឹងទៅរាប់អានគ្នាអញ្ចឹងទៅអ្នកផ្សេងដែលគាត់គំនិតផ្ទុយពីយើងហ្នឹងក៏គាត់បង្កើតវីដេអូបែបគំនិតរបស់គាត់អីផ្សេងអញ្ចឹងទៅគាត់អាចដូចគ្នាទាំងអស់ទេចាហ្នឹងវាគឺជាការបង្កើតតំណែងបានមួយបង្កើតបានជាសហគមន៍មួយនៅបណ្ដុំមនុស្សដែលមានគំនិតការគិតស្តីគ្នាហ្នឹងទៅអញ្ចឹងចំណុចទី3គឺជាការរៀនសូត្រស្រាវជ្រាវគឺជាការចែករំលែកគឺនិយាយរួមទៅជាការចែករំលែកចែករំលែកនៅអីដែលយើងបានរៀនចែករំលែកនៅបទពិសោធន៍ដែលយើងធ្លាប់ឆ្លងកាត់ចែករំលែកនៅអីដែលយើងយល់ឃើញអីចឹងទៅអញ្ចឹងទាំងអស់ហ្នឹងហើយគឺអាចជាការបញ្ចេញមតិបញ្ចេញយោបល់ហ្នឹងហើយទៅធ្វើឲ្យយើងមានការគិតការពិចារណាមានចម្លើយមានការស្វែងរកនៅចំណេះដឹងជាច្រើនដើម្បីយកមកគ្រប់គ្រងនៅអ្វីដែលយើងបានចែករំលែកហ្នឹងចឹងទៅឬក៏អ្នកដទៃគាត់អាចបានទទួលនៅអ្វីដែលយើងចែករំលែកដែលយើងគាត់ថាគាត់ដែរបានឆ្លងកាត់ទៅក៏បានរៀនពីយើងអញ្ចឹងទៅហើយយើងក៏បានរៀនពីខ្លួនឯងពេលដែលយើងមើលវីដេអូចាស់ៗរបស់យើងទៅយើងថាអនឡាញនេះតែពិតទៅវាអត់សូវល្អយើងមានការអភិវឌ្ឍទៅលើវាកែប្រែកំហុសលើវាដើម្បីឲ្យវាមានការប្រសើរឡើងពីមួយវីដេអូទៅមួយវីដេអូទៀតអីចឹងទៅកំហុសដែលធំដែលយើងអាចរៀនបានហ្នឹងគឺមានពីរកំហុសរបស់អ្នកដទៃនិងកំហុសរបស់ខ្លួនឯងអ្នកដទៃហ្នឹងមិនមែនយើងអាចទៅចាប់ខុសគេទេគឺយើងទៅមើលអ្នកដែលល្បីល្បាញ idol របស់យើងអញ្ចឹងយើងកុំរៀនតែពីជោគជ័យរបស់គាត់យើងគួរតែរៀនពីកំហុសរបស់គាត់ផងដែរថាគាត់បានបង្កើតកំហុសអីគេខ្លះនៅក្នុងដំណាក់កាលដែលគាត់មុននឹងគាត់ឈានដល់ការជោគជ័យដល់បច្ចុប្បន្នហ្នឹងគឺគាត់បង្កើតកំហុសអីខ្លះអញ្ចឹងយើងព្យាយាមរៀនពីគាត់ទៅកុំឲ្យថាយើងដើរទៅវាធ្លាក់ក្លុកដូចគាត់អីអញ្ចឹងទៅហើយមួយទៀតគឺរៀនពីខ្លួនឯងនៅពេលដែលយើងមើលនៅអ្វីដែលយើងបានឆ្លងកាត់ហើយគិតថាវាអត់ល្អយើងគួរតែកែប្រែវាអញ្ចឹងទៅអញ្ចឹងអានោះវាគឺជាការធ្វើឲ្យរីកចម្រើនមួយដំណាក់កាលទៅដំណាក់កាលបន្តិចម្ដងអញ្ចឹងទៅអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេនៅពេលដែលយើងមានការរៀនមានការស្រាវជ្រាវយើងដឹងហើយគំនិតគឺតែងតែមានហើយនៅពេលដែលយើងថាដាក់ចិត្តថាយើងរៀនដាក់ចិត្តថាយើងស្រាវជ្រាវហើយយើងចែករំលែកទៅកាន់អ្នកដទៃគឺរៀនហើយគួរតែចែករំលែកដូចជាការបើដូចខ្ញុំធ្លាប់ឃើញ quote មួយគេនិយាយថាចំណេះដឹងវានឹងអត់ប្រយោជន៍នៅពេលដែលយើងអត់យកវាទៅប្រើការអញ្ចឹងតែយើងរៀនហើយយើងអត់យកវាទៅប្រើការវាដូចជាអត់ន័យដូចជាសូន្យណាអញ្ចឹងដូចជាយើងរៀនចប់សាកលអញ្ចឹងយើងមិនចេញធ្វើការទៅអត់នឹងដូចគ្នាយើងរៀនចប់ហើយយើងចេញធ្វើការយើងយកចំណេះជំនាញដែលយើងរៀនពីសាកលហ្នឹងយើងយកទៅចេញធ្វើការអញ្ចឹងទៅយើងបានខំប្រឹងប្រែងដាច់យកដាច់អីនៅសាលាផងអីផងធ្វើ assignment ដាច់យកអីហ្នឹងគឺវាទទួលបានផលវិញនៅពេលដែលយើងយកវាទៅប្រកបអាជីវកម្មឬក៏យកវាទៅធ្វើការឲ្យគេអញ្ចឹងទៅដើម្បីបានប្រាក់ចំណូលពីអាការខិតខំប្រឹងប្រែងនៅសាលារបស់យើងវិញអញ្ចឹងទៅអូខេអញ្ចឹងសរុបមកវិញទី1គឺតេទៅជាមួយនឹងការស្វែងរកខ្លួនឯងស្វែងរកអីដែលយើងចូលចិត្តចំណាប់អារម្មណ៍របស់យើង passion របស់យើងហ្នឹងគឺយើងបន្តរៀនរហូតទៅទី2គឺយើងបង្កើតទំនាក់ទំនងនៅពេលដែលយើងមានសហគមន៍មួយហ្នឹងមានកន្លែងដែលយើងអាចបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនហ្នឹងក៏យើងអាចបង្កើតទំនាក់ទំនងជាមួយអ្នកដទៃបានច្រើនថែមទាំងបានជុំវិញពិភពលោកទៀតផងខ្លះគាត់ចូលចិត្តមើលបែប content អង់គ្លេសអញ្ចឹងទៅគាត់ក៏មានទំនាក់ទំនងជាមួយនឹងមិត្តភ័ក្តិបរទេសអីចឹងទៅអញ្ចឹងពួកគាត់តូចតែខាងតូចគាត់អត់តម្រិះក្នុងការចែករំលែកគ្នាទៅវិញទៅមកទេគាត់អត់រើសអើងទេហើយចំណុចទី3ចុងក្រោយគឺជាការចែករំលែកនៅបទពិសោធន៍ខ្លួនឯងនៅចំណេះដឹងការស្រាវជ្រាវរបស់ខ្លួនយើងផ្ទាល់ហ្នឹងចែករំលែកឲ្យទៅកាន់អ្នកដទៃខាងលោកគាត់មាននៅចំណាប់អារម្មណ៍ឬក៏គាត់មាននៅការគិតស្តៀងមួយយើងដែរទៅក៏យើងអាចមានការផ្លាស់ប្ដូរមតិយោបល់គ្នាអញ្ចឹងទៅបង្កើតបានជាទំនាក់ទំនងដូចតែខ្ញុំលើកទី2ហ្នឹងអញ្ចឹងទៅអូខេអញ្ចឹង podcast episode ទី14មានតែប៉ុណ្្នឹងទេបើចូលចិត្តវីដេអូនេះកុំភ្លេច subscribe ហើយជួបគ្នានៅវីដេអូក្រោយហើយមួយទៀតខ្ញុំលើកទឹកចិត្តឲ្យអ្នកដែលចង់ចាប់ផ្ដើមហ្នឹងគួរតែមាន channel YouTube ហ្នឹងគួរតែរៀនផលិតវីដេអូខ្លួនឯងអីដែលយើងចូលចិត្តហ្នឹងមិនថាវីដេអូបែបណាទេយើងគួរតែចាប់ផ្ដើមផុសវាទៅហើយយើងកុំដឹងខ្វល់ថាមានអ្នកមើលឬអត់អូខេដំបូងគឺចាប់ផ្ដើមផុសវាសិនទៅរៀនធ្វើវាសិនទៅអូខេយើងជួបគ្នានៅ episode ក្រោយបាយបាយ